ខ្ញុំថានាយករដ្ឋមន្ត្រីស្រែកយ៉ាងម៉េចក៏ដោយក៏រឿងអីគ្រាន់ការគ្រប់គ្រងក្មេងទំនើងទល់តែនាយករដ្ឋមន្ត្រីស្រែកទល់តែនាយករដ្ឋមន្ត្រីស្រែកឥឡូវនេះវាមិនដេញកាប់គ្នាផ្លូវសាធារណៈឥឡូវអសិលធម៌រហូតដល់ក្នុងសាលារៀនឯអាដាមលោកជំទាវថ្ងៃមុនឃើញហើយក្មេងប្រុសម្នាក់នៅខាងកំពង់សោមដំបងមួយទៅវាយក្មេងមួយចំកដាលក្បាលឬតពឹងរឿងនេះតូចទេប៉ុន្តែយើងគិតមើលហេតុអីបានរឿងនឹងធ្លាក់ទៅដល់ហ្នឹងបើយើងអត់រកហេតុឲ្យឃើញយើងមើលឃើញតែនឹងភ្នែកយើងឃើញថាជារឿងធម្មតាក្មេងមានអញ្ចឹងប្រទេសគេក៏មានអញ្ចឹងដែរក៏មានអញ្ចឹងដែរសម្រាប់ខ្ញុំថាអត់ធម្មតាទេដោយសារបរិយាកាសនៃសម័យ digital នេះយើងបានមានឆ្លងកាត់នៅវប្បធម៌ត្បូងចបគល់ឫស្សីហើយភាសាត្បូងចបគល់ឫស្សីនៃសម័យដ៏ខ្មៅហ្នឹងណាក៏ត្រូវបានរំលេចក្នុងការប្រើប្រាស់ជាបន្តមកទៀតតាមជាអ្នកសារព័ត៌មានក្តីតាមជាមន្ត្រីមួយចំនួនក្តីអញ្ចឹងពាក្យពេចន៍ទាំងអស់នេះសម័យ digital នេះយើងត្រូវយល់ថាភ្នែកចក្ខុវិញ្ញាណពេលដែល screen នៅលើ smartphone នៅលើ iPad នៅលើ computer សភាវៈទាំងឡាយនៅក្នុងផ្លូវចិត្តរបស់មនុស្សពួកល្អចាប់ល្អពួកអាក្រក់ចាប់អាក្រក់ពួកចូលចិត្តផ្លូវភេទចាប់ផ្លូវភេទពួកចូលចិត្តរកស៊ីជួញដូរអីចាប់យកផ្លូវហ្នឹងអញ្ចឹងការគ្រប់គ្រងក្នុងការប្រើប្រាស់ smartphone ចំពោះសិស្សានុសិស្សកម្រិតណាមួយឲ្យដាច់ខាតនៅបណ្ដាប្រទេសគេអាចធ្វើបានអន់ណាស់ពេលដែលម៉ោងចូលរៀន4ម៉ោងឬក៏8ម៉ោងគេមាន locker គេហ្មងគឺត្រូវដាក់ចូលហ្មងអត់អាចយកទៅប្រើបានទេគ្មានសិស្សណាមួយអាចមានចឹងដែរហើយគេផ្ដល់ការអប់រំបន្តទៀតករណីមួយនៅអូស្ត្រាលីក៏មិនទាន់អនុវត្តបានដែរក្រោមអាយុ16ឆ្នាំគឺអត់ឲ្យប្រើ smartphone ប៉ុន្តែខ្ញុំមើលជាក់ស្ដែងគឺអត់ទាន់អាចអនុវត្តបានព្រោះរឿងនេះមិនមែនជារឿងមួយងាយស្រួលប្រហែលនេះមានភាពស្មុគស្មាញនិងបដិកលាគ្នាជាមួយអាជ្ញាធររដ្ឋនិងគ្រួសារនិងទំនាក់ទំនងនៅក្នុងសង្គមដូចជាមួយមិត្តភ័ក្តិជាមួយអីចឹងគ្រួសារខ្លះចិត្តគាត់មិនដាច់អញ្ចឹងនៅអាណិតនៅអីចឹងឃើញកូនគេកូនអីបាទអញ្ចឹងបានខ្ញុំចង់លើកឡើងពីបញ្ហារឿងក្មេងនេះដោយសារបញ្ហាហិង្សាដែលយើងប្រើប្រាស់តាមបណ្ដាញសង្គមហ្នឹងខ្ញុំលើកឧទាហរណ៍បញ្ហាខ្លះជេរគ្នាតាមបណ្ដាញសង្គមឃើញដោយសារយើង spread តគ្នាជេរគ្រប់គ្នាអញ្ចឹងទៅជារឿងធម្មតា